ជាដំបូងខ្ញុំបាទសូមគោរពរៀបសួរដល់លោកគ្រូរបស់ខ្ញុំដែលមានឈ្មោះថា Van Khema ខ្ញុំបាទឈ្មោះសុភាធីដែលជានិស្សិតនៃសាលា CADT ក្នុង Department TNE Telecommunication and Networking Engineering នៅឆ្នាំទី2 term ទី3ថ្ងៃនេះខ្ញុំមកធ្វើពី DNS ដោយជាដំបូងគឺយើងត្រូវ install function សិនគឺយើងប្រើ command DNF install បាញ tray ហើយយើងtab វាមកវាចេញហើយដក Y តែខ្ញុំបាន install រួចហើយគឺបាច់ install ទេបន្ទាប់មកយើងចង់ដឹង version វាប៉ុន្មានដកពីមកនេះគឺជា version របស់ខ្ញុំហើយបន្ទាប់មកគឺយើងមើល IP address ខ្ញុំមានពីរគឺនេះ ENS33 មួយហើយនិង ENS36 នេះមួយអឺដែលយើងបាន IP រួចហើយគឺយើងជាដំបូងគឺយើងត្រូវការបិទទៅលើ CentOS របស់យើងសិនបើអស់បិទ Cent អីយើងហើយបន្ទាប់មកគឺយើងចូលទៅកន្លែងនេះជួននេះក៏បានដែរនេះមកគឺយើងចុចពាក្យ add ហើយយើងចុចពាក្យnetwork data ហើយយើង add វាមកហើយយើងចាំសេរីតាមក្រោយនឹងក៏បានលើយើងបើកមកវិញមកយើងចូល root ពេលយើងចូល root នេះហើយគឺយើងត្រូវអឺដាក់ IP របស់វាគឺ NUTUI ចូល command នេះមកហើយយើងពេលយើងដាក់ហើយគឺយើងវាមិន load អ៊ីនធឺណិតពីហើយយើងដាក់ IP ខ្ញុំបានដាក់វារួចហើយគឺ192.168.20/24និង gateway របស់វា192.168.10.1យើង escape វាមកវាលឿនជាងតមកទៀតយើងចូលទៅកាន់ CentOS មួយទៀតរបស់យើងចូលទៅកាន់ CentOS របស់យើងធ្វើដូចគ្នាដោយខ្ញុំបាន IP វារួចហើយគឺនេះគឺជា IP របស់វាគឺយើងដាក់នៅក្នុងនេះគឺយើងដាក់នៅក្នុងនេះយើងដោយដាក់ពាក្យ menu មកដាក់ IP ត្រូវនឹងនេះគឺចុច10.1034អានោះចុច10.20គឺ10.10ហើយ gateway គឺចុច10.1យើង escape ឥឡូវយើងសាក ping ទៅកាន់ខាងនោះហើយវាស្គាល់តមកទៀតយើងមក ping នៅនេះដូចគ្នាគឺវាស្គាល់ដូចគ្នាតទៅពីយើង ping វាទៅវិញទៅមកហើយគឺយើងមើលទៅកាន់ station name របស់យើង system CTI station ហើយបើយើងធ្វើវាដំណើរការអត់គឺវា enable បើសិនជាអត់ enable ទេគឺយើងត្រូវ enable វាដោយប្រើ command ថា systemctl enable name គឺយើងប្រើ command នេះដើម្បី enable វាហើយបន្ទាប់ពីយើង enable ហើយគឺយើងត្រូវ start វាគឺយើងប្រើ command នេះដើម្បី start វាហើយបន្ទាប់មកយើងចូលពេលយើង install ហ្នឹងគឺវាមាន file មួយដែល file ហ្នឹងគឺនៅក្នុង nano/etc/ name.conf ហើយបន្ទាប់ពីយើងចូលហើយគឺយើងត្រូវកែកន្លែងនេះអូមុនដែលយើងចូលហ្នឹងគឺយើងត្រូវអឺ control H ចេញមកគឺយើងត្រូវបើក firewall ទាំងពីរសិនគឺយើងប្រើទៅលើ command firewall.cmd ហើយ // then ហើយ // add service DNS
គឺយើងបើកទៅលើ firewall ហ្នឹងមួយហើយបន្ទាប់មកយើងបើក file មកដំបូងទៀតគឺ reload ដាក់ command នេះមួយទៀតគឺ reload ហើយយើងក៏ត្រូវវាយនៅក្នុង CNS នេះមួយទៀតផងដែរដើម្បីឲ្យវា ping ដើម្បីឲ្យវាស្គាល់គ្នាវាប្រធានបន្ទាប់មកយើងនេះចូលអានេះកែតោះពីយើងដាក់បើក firewall គឺវាបើក port កន្លែងនេះគឺ port 53ដោយ port 53ហ្នឹងគឺវាដាក់ IP 12.0ប៉ុន្មានហើយយើងត្រូវកែវាទៅជា any ហើយកន្លែង allow query ហ្នឹងវាដាក់អីគេ low អីគេនោះខ្ញុំផ្លិចបាត់ហើយគឺយើងត្រូវកែវាផងដែរគឺដាក់ any ដូចគ្នាតបមកនៅកន្លែងនេះកន្លែង zone នេះគឺយើង zone ដាក់ របស់យើងដែល domain name របស់យើងហ្នឹង zonetbdesign.com នៃមួយខ្ញុំហើយ type master ដែលវាជា original DNS ហើយ file គឺដាក់ឈ្មោះ file forward.tbc.com ហើយ allow transfer របស់វាគឺ192.168.10.10ដែលជា IP របស់ CentOS មួយនេះបន្ទាប់ពីយើងហើយយើង control O enter ហើយ control X យ៉ាបន្ទាប់ពីយើងបានកែវារួចហើយគឺយើងត្រូវអឺដាក់ comment មួយទៀតគឺ sound យើងប្រើប្រាស់ comment មួយដែលវាជួយយើងស្គាល់ឲ្យខាងនោះដែល CH sound sound root ដែលខ្ញុំបានសេ comment នឹងរួចនេះ sound sound root name ដែលយើងដាក់name và name គឺឲ្យទៅវាជា root ហើយបន្ទាប់មកយើង Gmod វា Gmod វាដើម្បី set permission វាឲ្យវាដំណើរការបានបន្ទាប់មកយើងប្រើ command មួយទៀតគឺ name check ទៅលើអឺ check name check zone ទៅលើ example.va.com/var name forward tbdesign ហ្នឹងបន្ទាប់ពីយើងវាយ comment ទាំងអស់ហ្នឹងរួចហើយបន្ទាប់ពីយើងវាយ comment ហ្នឹងរួចនឹងអស់ហើយយើងដាក់ system ctl restart មក restart restart អី restart name ដើម្បីឲ្យវាដំណើរការបន្ទាប់ពីយើងវាយ comment check អាname check zone.com/var/name/ forward នេះហើយបន្ទាប់ពីយើងវាយ comment នឹងហើយវាប្រកាសជាបោះ file ទៅកាន់ channel FTP នោះហើយឥឡូវអឺនៅក្នុង channel FTP នេះគឺយើងត្រូវធ្វើគេខ្លះនៅក្នុង channel FTP មួយនេះគឺយើងត្រូវ check យើងត្រូវដូចគ្នាយើងត្រូវដាក់ដូចគ្នាខ្ញុំអត់ប្រាប់ពី channel FTP មួយអស់ channel FTP មួយវាមានមួយទៀតមាន file មួយទៀតដែលដាក់ nano/var/name/forward នេះគឺជា script នៅក្នុង file មួយហ្នឹងដែលត្រូវបោះទៅខាងនោះដែលប្រើ command អស់នេះ TLR 816,400ដែលមាន NS ទី1គឺជា example ហើយនិង admin.com ហើយមាន in NS ទី1ដែលជា example.com ហើយនិង NS 2ជា example.com ដែល NS ទី1ហ្នឹងគឺជា in IP របស់យើងនេះហើយ NS ទី2គឺ in IP channel FTP ហើយ www ដែលជា original DNS ហ្នឹងគឺជា IP របស់យើងនិង FTP គឺជា IP របស់ channel FTP ហើយយើង control X យើង control O enter control X មកហើយអានេះហើយយើងនៅក្នុងនេះម្ដងនៅក្នុងនេះគឺយើងត្រូវកែពីដល់ពីយើង download ទៅហើយគឺយើងត្រូវកែ file ដូចគ្នាយើងចូលទៅកាន់ nano/etc/name.conf នេះមកតមកទៀតហើយវាក៏ត្រូវការវាយទៅលើ comment ខ្លះដែរច្រឡំកាយ comment គឺវាត្រូវដូរ script ខ្លះដែរគឺយើងនៅក្នុង root យើងនៅក្នុង root តមកគឺយើងចូល nano/etc មកដោយមិញខ្ញុំច្រឡំថាខ្ញុំនៅក្នុង root ឥឡូវយើងចូល root មកមិញគឺខុសទេគឺយើងដូរមកនៅក្នុង root វិញ /etc/name
.com នេះពេលចូលមកហើយពេលយើងបើក firewall គឺវា open port 53ហើយយើងដាក់ any ដូចគ្នាប៉ុន្តែយើងត្រូវដូរគឺយើងត្រូវដូរកន្លែង0នេះគឺយើងត្រូវដូរកន្លែង tab ដូរពី master ទៅកាន់ slave វិញពីយើងដូរពី master ទៅកាន់ slave ហ្នឹងហើយយើងត្រូវការដូរទៅកន្លែងនេះមកទៀតដូរពី file នេះពីអឺ time ដាក់ slave s slash forward មួយទៀតហើយដូរកន្លែង load transport ទៅកាន់ master ដែលជា original DNS របស់យើងដាក់100 copy 108.10.10ដែលជា IP របស់ server ទី1របស់យើងតោះបើយើងធ្វើហើយយើងកែស្រុកហើយយើង control O enter យើង control O enter control S control X yeah តោះបើយើងកែ script រួចអស់ហើយយើងចាប់ផ្ដើមដាក់អឺ system CTR start តោះបើយើងវាយរួចហើយយើងទៅចូលទៅកាន់ send ID 1វិញរក ID នេះមកយើងប្រើ command មួយទៀតគឺអឺ name check អស់នោះនេះដើម្បី check អស់ហ្នឹងហើយបន្ទាប់មកគឺយើងប្រើ command អឺនេះដេកដើម្បីឲ្យវាដឹងថាវាស្គាល់គ្នាទៅវិញទៅមកខ្ញុំភ្លេចបកស្រាយថាពេលយើងវាយ comment ណាដែរនេះពេលយើងវាយ comment នេះហើយខាងនេះខាង SNSDP គឺទទួលបាន file ដែល file ហ្នឹងខ្ញុំបានដាក់នៅក្នុងនេះហើយគឺ etc/name/ ដូចនៅក្នុងនេះ name/ នេះនេះគឺវាទទួលបាន file forward.tbdesign.com មកពី SNS ទី1នេះតទៅវិញមកយើងចូល SNS ទី1វិញហើយយើងវាយទៅលើ IP របស់20.10.www.tbdesign នេះគឺយើងមើលទៅកាន់answer selection នេះគឺវាទូបាន IP 192.168.10.20ដែលវាជា owner original DNS server ហើយយើងមើលកន្លែងវិញម្ដងយើងប្រើដូចគ្នាដើម្បី verify 8.10.10វិញហើយចូលដល់ទីនេះគឺវាជាទទួលបាន answer selection ហ្នឹងគឺបានដែលជាអឺ original DNS server ដែលជា SNS ទី1នេះគឺ192.168.10.120អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះសូមជម្រាបលាលោកគ្រូ